សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំកំពុងតែឈរនៅកន្លែងមួយដែលគេហៅថាបេះដូងនៅទីក្រុង New York គឺ Times Square កន្លែងនេះគឺជាតំបន់ទេសចរដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដែលមានមនុស្សជាង30,000,000នាក់ឆ្លងកាត់ជារៀងរាល់ថ្ងៃបងប្អូន30,000,000នាក់គាត់ឆ្លងកាត់ជារៀងរាល់ថ្ងៃមិនថាពេលថ្ងៃឬក៏ពេលយប់ទេ Times Square តែងតែភ្លឺចង់ចែងចចាតហ្មងហើយពោពេញទៅដោយយថាភាពរស់រវើកប៉ុន្តែបងប្អូនមិនដឹងទេកាលពីជាង120ឆ្នាំមុនណាកន្លែងនេះមិនមែនគេហៅថា Times Square ទេវាមានឈ្មោះថា Longer Green Square នៅឆ្នាំ1904កាសែតដ៏ល្បីមួយដែលមានឈ្មោះថា The New York Times បានផ្លាស់ប្ដូរទីស្នាក់ការមកទីនេះហើយតំបន់នេះក៏ត្រូវបានប្ដូរឈ្មោះថា Times Square រហូតមកដល់សប្តាហ៍ថ្ងៃនេះហើយមានរឿងមួយទៀតក៏គួរឲ្យអស្ចារ្យដែរនៅរៀងរាល់ថ្ងៃចូលឆ្នាំថ្មីមនុស្សជាង1លាននាក់បានប្រមូលផ្ដុំគ្នានៅទីនេះដើម្បីទស្សនាការទម្លាក់បាល់គ្រីស្តាល់ដ៏ល្បីល្បាញដែលបានចាប់ផ្ដើមតាំងពីឆ្នាំ1907មកម្លេះបាល់មានទម្ងន់ជាង5តោននិងតុបតែងដោយគ្រីស្តាល់រាប់ពាន់ដុំចុះមកនៅពេលដែលរៀងរាល់ឆ្នាំឆ្លងឆ្នាំបាល់មួយគឺនៅលើហើយនៅពេលណាដែលចិត្តដល់ឆ្នាំថ្មីគឺអាបាល់មួយនោះគឺមានមកមាននាទីដើម្បីយើងថតដល់ពេលដែលដល់ទៅគឺអាបាល់នេះលាក់ចុះមកខាត់គឺទុកជួយឲ្យមានអីគេអាកណ្ដាស់ខុសខាឡើងវិញទៅហើយមនុស្សគឺមកថាវិញទៅmicrophone ខ្ញុំវាអត់មានជាប់ជាមួយនឹងទូរស័ព្ទទេចង់សម្លេងយ៉ាប់ស្ដាប់មែនតើខ្ញុំ voice over ហ្មងថាខ្ញុំនិយាយគេខ្ញុំថានៅកន្លែងហ្នឹងគឺគេបិទផ្លូវហើយមនុស្សមកជាច្រើនដើម្បីឈរតម្រង់ជួរដើម្បីមើលអាការ countdown ហ្នឹងហើយអត់មានបន្ទប់ទឹកទេអញ្ចឹងពិបាកឆ្អេះអត់ល្អទេហើយល្ងាទៀតអញ្ចឹងបើមកគួរតែមកខែ summer ដូចជាខ្ញុំអីចឹងតែហ្នឹងខ្ញុំចង់មានន័យថាអញ្ចឹងណាឥឡូវយើងបន្តទៀត fun fact មួយទៀតបងប្អូនឃើញអេក្រង់នៅជុំវិញហ្នឹងហ៎អញ្ចឹងអេក្រង់ផ្សព្វផ្សាយដ៏ធំដែលបងប្អូនកំពុងតែឃើញនៅជុំវិញខ្លួនខ្ញុំណាគឺអត់អាចបិទបានទេបងប្អូនជឿទេគឺអត់អាចបិទបានទេច្បាប់នៅក្នុងទីក្រុងហ្នឹងតម្រូវឲ្យអាគារជាច្រើនហ្នឹងដែលនៅ Times Square ហ្នឹងត្រូវតែមានភ្លើងនិងផ្ទាំងផ្សព្វផ្សាយភ្លឺដើម្បីរក្សាអត្តសញ្ញាណរបស់ Times Square ពីព្រោះ Times Square គេស្គាល់ដោយសារតែភ្លើងទាំងអស់ហ្នឹងអញ្ចឹងត្រូវតែ agree អាហ្នឹងជាមួយគេសិនកន្លែងនេះខ្ញុំចង់និយាយថាបងប្អូនមួយចំនួនដែលគាត់ជាជនតៅវ៉ែនហ្នឹងគឺគាត់យកអីវ៉ាន់យកមកអូសដាក់លក់នឹងអញ្ចឹងលក់ទឹកសុទ្ធលក់ស្វាយលក់ផ្លែឈើអីអញ្ចឹងណាហើយខ្ញុំអត់ដឹងថាពួកគាត់បងពុនឬបងពុនខ្ញុំអត់ដឹងដែរព្រោះខ្ញុំមិនដែរលក់អីប៉ុន្តែពិតជាមានការលក់អញ្ចឹងដូចជាយើងនៅខ្មែរអញ្ចឹងប៉ុន្តែមិនមែននៅគ្រប់រដ្ឋទេណាគឺមានតែនៅក្នុងរដ្ឋ New York ទេដែលខ្ញុំឃើញសម្បូរក្នុងការអូសអាទិសអូសអីនៅតាមដងផ្លូវអូសកដងទឹកអូសធុងទឹកអូសអីហ្នឹងពេញហ្នឹងមួយវិញទៀតបើសិនជាបងប្អូនចង់ឃើញមនុស្សជុំវិញពិភពលោកហ្មងគឺបងប្អូនមក Times Square ពីព្រោះនៅពេលដែលបងប្អូនមកដល់គឺបងប្អូនឃើញគ្រប់ជាតិសាសន៍គ្រប់ទិសទីនៅលើពិភពលោកមកជួបជុំផ្ដុំគ្នានៅ Times Square ហ្នឹងហ្មងមកដល់យូរអនុស្សាវរីយ៍អត់មានឃើញអីឃើញអាតានេះគួរតែអត់ដាក់នៅលើឡានតាន់សម្រាប់ខ្ញុំក្នុងនាមជាអ្នកបង្កើតវីដេអូម្នាក់ដែលមកពីប្រទេសកម្ពុជាការមកឈរនៅទីនេះពិតជាមានមោទនភាពខ្លាំងណាស់ខ្ញុំដឹងថាអ្នកទស្សនាជាច្រើនប្រហែលជាមិនទាន់មានឱកាសមកដល់ទីនេះទេអញ្ចឹងខ្ញុំចង់ថតនិងចែកម្លែកទស្សនវិជ្ជាទាំងនេះដើម្បីអ្នកទាំងអស់គ្នាបានឃើញនិងរៀនស្គាល់ពីកន្លែងដ៏អស្ចារ្យមួយនេះតើទាំងអស់គ្នាមានក្តីសម័យចង់មក Times Square ដែរឬទេសូមប្រាប់ខ្ញុំនៅក្នុង comment ផងហើយសង្ឃឹមថាថ្ងៃមួយអ្នកទាំងអស់គ្នានឹងអាចមកឈរនៅទីនេះដូចជាខ្ញុំផងដែរហើយជាពិសេសបើសិនជាបងប្អូនចង់មកលេងសហរដ្ឋអាមេរិកគឺបងប្អូនកុំភ្លេចឲ្យសោះមក New York Times Square គឺកន្លែងនេះគឺជាអត្តសញ្ញាណរបស់ប្រទេសអាមេរិកហើយមិនគួររំលងកន្លែងហ្នឹងទេយើងគួរធ្វើចឹងដែរដើម្បីគេដឹងថាថ្ងៃជឿនទៅតែជុំគ្នាផ្សេងនៅ Times Square ហ្មង Silence is a crime. Silence is a crime. Silence is a crime. Stop Russian terror. 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 Russia kills civilians. Russia kills civilians. Russia kills civilians.
chồng à khang lúc nghe hồ sao để khiếp khang đi enjoy lại Stop the show, stop the show. Henry, see if you guys are ready. hướng đi á chứ hướng à là đàng ôi dương ai chung dương ai xong man bay mua bay bây giờ dương xong đây đằng sạ sật mòn chẳng nhom xong tí môi ao chân nào bang bên thầm đà xong tí pê ao visa rốt ca mà sao rồi bên thầm đà xong tí bay anhยังไม่lấy chânไอ้ถึงเอาคนนี้ยังมาสะ Haiti